ហាល្ងាចជុំគ្រួសារដោយសពដងពុកម៉ែបងប្អូនកូនក្មួយដឹងស្រាប់អញ្ចឹងឲ្យតែពុសុងនៅផ្ទះគឺថាគាត់ចាក់ស្រាយឲ្យណាតែបើថ្ងៃណាពុសុងគាត់ទៅធ្វើការអត់នៅផ្ទះវិញចេះចាក់ខ្លួនឯងនិយាយទៅគេមិននៅក៏ចេះផឹកខ្លួនឯងដែរអត់ចាំបាច់គេធ្វើឲ្យទេមិនមែនថាអូគេមិននៅយើងអត់ផឹកអីទេណាហើយថ្ងៃនេះចែមកចែករំលែកពីវិធីឆាតាពាំងងាយៗហើយឆ្ងាញ់អញ្ចឹងណាតាន់រដូវកាលតាពាំងកុំឲ្យរំលងមកមុខនេះឲ្យសោះជាដំបូងដាំទឹកឲ្យពុះដាក់អំបិលចូលបន្តិចហើយយើងស្រុះតាពាំងសម្រាប់របៀបហាន់តាពាំងវិញគឺពុកម៉ែបងប្អូនកូនក្មួយយើងហាន់តាមបេះដូងណាគ្រួសារយើងធ្លាប់ហាន់មិនយើងហាន់អញ្ចឹងទៅបន្ទាប់មកចែដាក់ខ្ទះដាក់ខ្លាញ់ចូលឲ្យក្តៅដាក់ខ្ទឹមសនិងខ្ទឹមប្រាំងនិយាយទៅខ្ទឹមសខ្ទឹមប្រាំងចែកច្រាំឲ្យច្រើនបន្តិចខ្ទឹមប្រាំង1មើមខ្ទឹមសក៏1មើមដែរបន្ទាប់ពីឆាឡើងឈ្ងុយបន្តិចហើយចែក៏ដាក់បង្គាជាមួយនឹងប៉ាហ៊ឺចូលឆាណាឆាច្បល់ចុះឡើងឲ្យបង្គាយើងរៀងឆ្អិនបន្តិចសិនសម្រាប់ប៉ាហ៊ឺវិញគឺវាឆ្អិនស្រាប់ហើយដោយសារប៉ាហ៊ឺហ្នឹងគឺចែប្រើប៉ាហ៊ឺកំប៉ុងទេគឺអត់បានប្រើអាស្រស់ឡើយនិយាយរួមគឺឆ្អិនស្រាប់ហើយតែយើងកោះពីកំប៉ុងមកញ៉ាំតាទេលេងអញ្ចឹងក៏បានដែរអញ្ចឹងណាហើយប៉ាហ៊ឺនេះនិយាយទៅឆ្ងាញ់ហើយបន្ទាប់ពីឃើញថាដែលហាបកាយើងរៀងឆ្អិនបន្តិចហើយចែក៏ដាក់ម្សៅស៊ុបមាន់ជាមួយនឹងទឹកប្រេងខ្យងសម្រាប់គ្រឿងក្រូចចែគឺដាក់តែ2មុខនឹងទេនិយាយទៅគ្រឿងក្រូចអត់សាំញ៉ាំសម្រាប់ពិធីធ្វើក៏ងាយស្រួលណាស់ដែរគឺតែប៉ុណ្្នឹងគឺជាការស្រេចណាហើយមុខម្ហូបនេះពុកម៉ែបងប្អូនកូនក្មួយយើងចង់ហៅថាឆាតាពាំងគ្រឿងសមុទ្រក៏បានឬមួយក៏ឆាតាពាំងបែបដាច់ពីអាទិត្យនៅសល់ពីអាទិត្យអីចឹងទៅហើយបន្ទាប់ពីឃើញថាគ្រឿងខៅយើងបានសព្វល្អហើយគឺចែកចាប់ផ្ដើមចាក់ទឹកប៉ាហ៊ឺដែលនៅក្នុងកំប៉ុងហ្នឹងវាមិនមានទឹកចាក់ចូលមកគោច្បល់និយាយពីថាជាតិអើយសែនជាតិហ្មងដែលហាផ្អែមឆ្ងាញ់ហ្មងណាហើយសម្រាប់ទឹកនៅក្នុងផ្ទះពុកម៉ែបងប្អូនកូនក្មួយឃើញច្រើនហ្នឹងចង់ដាក់ទាំងចឹងក៏បានឬមួយបើយើងមិននេះទេយើងចង់រៀងខាប់អីបន្តិចគឺពុកម៉ែបងប្អូនកូនក្មួយយើងអាចដាក់ម្សៅពោតចូលបានតែសម្រាប់ចែគឺអត់ទេគឺឆាទាំងចឹងបដោយមានទឹកស៊ុបញ៉ាំឆ្ងាញ់អីអញ្ចឹងណាហើយតាពាំងដែលយើងបានស្រុះទុកអំបញ្ញមិញហ្នឹងយើងយកមកចាក់ចូលមកគោច្បល់គឺជាការស្រេចហើយសម្រាប់តែចែថាឆាតាពាំងដាច់ពីអាទិត្យនៅសល់ពីអាទិត្យហ្នឹងបានន័យថាប្រាក់ខែចែគឺបើកពីអាទិត្យម្ដងស៊ីដាច់ពីអាទិត្យហ្នឹងគឺពីអាទិត្យក្រោយមានទៀតហើយអញ្ចឹងណាអ្នកខ្លះគាត់បើកមួយខែម្ដងដាច់មួយខែនៅសល់មួយខែអីអញ្ចឹងទៅនិយាយទៅនេះគ្រាន់តែជាភាសានិយាយលេងដើម្បីឲ្យបានសើចសប្បាយតែប៉ុណ្្នឹងឯងបន្ទាប់ពីឆ្អិនហើយគឺចែដួសមកផ្អប់ខ្លួនឯងមកផ្អប់ទុកឲ្យពុះសងសម្រាប់យើងយកទៅធ្វើការស្អែកអញ្ចឹងណាហើយនៅសល់មួយចានគឺសម្រាប់អាហារពេលល្ងាចជុំគ្រួសាររបស់ចែអរគុណច្រើនចាំជួបគ្នាទៀត